នឹងមានអ្វីកើតឡើងប្រសិនបើរុស្ស៊ីចាប់ផ្ដើមសង្គ្រាមលោកលើកទី3នៅពេលនេះក្នុងការឆ្លើយតបចំពោះចលនាថ្មីៗរបស់អង្គការ NATO រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារដោយមីស៊ីលភ្លាមៗទៅលើមូលការយោធារបស់ NATO នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងបណ្ដាប្រទេសបាល់ទិកនាពេលដូចគ្នានេះកងទ័ពរុស្ស៊ីបានចូលរលុកទ្វីបអ៊ឺរ៉ុបដោយចាប់ផ្ដើមពីតំបន់បាល់ទិកអង្គការ NATO បានប្រញាប់ប្រញាល់ឆ្លើយតបដែលធ្វើការវាយប្រហារតាមអាកាសទៅលើខ្សែផ្គត់ផ្គង់របស់រុស្ស៊ីនៅក្នុងតំបន់កាលីនីនក្រាតនិងប្រទេសបេឡារុសប្រទេសបារាំងនិងអាល្លឺម៉ង់បានដាក់ពង្រាយកងទ័ពយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការរលុករបស់រុស្ស៊ីខណៈដែលចក្រភពអង់គ្លេសបានបញ្ជូននាវាចម្បាំងចូលទៅក្នុងសមុទ្របាល់ទិកនៅទ្វីបអាមេរិកប្រទេសវេណេស៊ុយអេឡាបានឈរខាងរុស្ស៊ីនិងកាត់ផ្តាច់ការនាំចិនប្រេងទៅសហរដ្ឋអាមេរិកភ្លាមៗដែលបណ្ដាលឲ្យអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរចិនបានឆ្លៀតឱកាសនេះដោយដាក់ពង្រាយកម្លាំងដើម្បីព័ទ្ធជុំវិញកោះតៃវ៉ាន់ក្នុងការរៀបចំសម្រាប់ការឈ្លានពានអាចកើតមានកូរ៉េខាងជើងបានចូលលំផងដែរដោយបាញ់មីស៊ីលទៅលើកូរ៉េខាងត្បូងនិងជប៉ុនដែលធ្វើឲ្យប្រទេសទាំងពីរចូលស្ថានភាពអាសន្ននៅតំបន់មជ្ឈមបូព៌ជម្លោះរវាងអំណាចតំបន់បានកើនឡើងយ៉ាងខ្លាំងសម្រាប់រុស្ស៊ីប្រទេសនេះកំពុងត្រៀមខ្លួនដើម្បីដំណើរការកាំភ្លើងនុយក្លេអ៊ែររបស់ខ្លួនចលនាបន្ទាប់អាចមានន័យថាការបំផ្លាញមនុស្សជាតិទាំងមូល